គុណវិបត្តិនៃការទទួលស្គាល់អ្នកត្រូវរងសម្ពាធដោយសារតែចាំបាច់ត្រូវសាងសម្ព័ន្ធភាពល្អជាមួយអ្នកដទៃបើអ្នកជាមនុស្សចូលចិត្តសាងសម្ព័ន្ធភាពជាមួយអ្នកដទៃដូចខ្ញុំតើអ្នកអាចនិយាយបានទេថាវាទៅរួចឬដែលចង់សាងសម្ព័ន្ធភាពសាងទំនុកចិត្តនិងការឲ្យអ្នកដទៃព្រមទទួលឲ្យធ្វើជាអ្នកដឹកនាំទន្ទឹមនឹងខ្លួនឯងមានគុណវិបត្តិតើវាជាការសមគួរឬទេចម្លើយរបស់ខ្ញុំគឺពុំមែនទេគុណសម្បត្តិមានទម្ងន់ខ្លាំងរហូតដល់លុបគុណវិបត្តិផ្សេងៗតែទោះជាយ៉ាងណាក៏ដោយក្នុងកម្រិតទី2ក៏នៅតែមានគុណវិបត្តិដូចការកត់សម្គាល់ខាងក្រោមគុណវិបត្តិទី1ភាពជាអ្នកដឹកនាំដែលពឹងការទទួលស្គាល់មើលទៅវាហាក់ដូចជាទុនជ្រុលសម្រាប់មនុស្សមួយចំនួនក្នុងសភាពដែលត្រូវពុះពៀត្រូវសាងស្នាដៃនិងការប្រើភាពជាអ្នកដឹកនាំយ៉ាងសកម្មភាពជាអ្នកដឹកនាំដែលពឹងលើការទទួលស្គាល់អាចមើលទៅដូចជាទុនភ្លុនជ្រុលពេកសម្រាប់មនុស្សមួយចំនួនការខំប្រឹងប្រែងក្នុងការសាងសម្ព័ន្ធភាពជាមួយអ្នកដទៃអាចត្រូវគេយល់ឃើញថាជាភាពទុនជ្រាយជាពិសេសក្នុងក្រសែភ្នែកអ្នកដឹកនាំដែលសកម្មការងារគិតរឿងស្នាដៃជាធំជាជាងផ្ដោតទៅលើការស្រឡាញ់ឬការយកចិត្តទុកដាក់ទៅលើអ្នកដទៃហេតុនេះទើបអ្នកខ្លះមិនចាប់អារម្មណ៍នឹងភាពជាអ្នកដឹកនាំតាមបែបនេះទេនេះជាកំហុសដ៏ធ្ងន់ធ្ងរនិងជាការរាំងខ្ទប់សក្តានុពលភាពជាអ្នកដឹកនាំរបស់ខ្លួនផងដែរកន្លងមកខ្ញុំសង្កេតឃើញថាមនុស្សច្រើនចាប់ផ្ដើមប្រើភាពជាអ្នកដឹកនាំដោយផ្ដោតទៅលើភាពរឹងគឺការសាងស្នាដៃឬមួយក៏ចាប់ផ្ដើមដោយវិធីទុនគឺការចងសម្ព័ន្ធភាពជាមួយអ្នកដទៃអ្នកដែលចាប់ផ្ដើមចេញពីភាពរឹងហើយមិនព្រមរៀនសូត្រពីជំនាញផ្នែកទុនគេតែងតែជាប់ជាប់នៅត្រឹមកម្រិតទី1ទោះបីជាចង់ឈានទៅឲ្យដល់កម្រិតទី3ដែលជាកម្រិតសាងស្នាដៃក៏ធ្វើមិនបានព្រោះនៅមិនទាន់បានរៀនសូត្រនិងព្យាយាមទៅឲ្យដល់កម្រិតទី2នៅឡើយផ្ទុយមកវិញអ្នកដែលចាប់ផ្ដើមពីភាពទុននឹងអាចរកផ្លូវឈានឡើងទៅដល់កម្រិតទី2បានយ៉ាងងាយស្រួលហើយសប្បាយរីករាយដែលបានធ្វើបែបនោះប៉ុន្តែបើគេបំពេញមិនព្រមធ្វើអ្វីផ្សេងក្រៅពីសាងសម្ព័ន្ធភាពតែម្យ៉ាងគត់នោះគេក៏នឹងត្រូវជាប់ជាប់នៅមួយកន្លែងគ្មានថ្ងៃឆ្លងទៅដល់កម្រិតទី3ដែលជាការសាងស្នាដៃដូចគ្នាដូច្នេះភាពជាអ្នកដឹកនាំដែលល្អគឺត្រូវប្រើទាំងការទទួលស្គាល់ព្រមទាំងព្យាយាមសាងស្នាដៃផងដែរខ្ញុំចាប់ផ្ដើមដើរលើមាគ៌ាភាពជាអ្នកដឹកនាំពីផ្នែកទុនរឿងល្អគឺខ្ញុំសាងសម្ព័ន្ធភាពជាមួយអ្នកដទៃបានលឿនតែរឿងអាក្រក់គឺខ្ញុំបែរជាមិនចង់សម្រេចចិត្តលើរឿងពិបាកខ្ញុំឆាប់ស្រឡាញ់អ្នកដទៃក៏ពិតមែនតែនៅពេលរឿងនេះបង្កឲ្យកើតមានភាពតានតឹងអំពីភាពជាអ្នកដឹកនាំខ្ញុំតែងតែឈប់ចង់ធ្វើអ្នកដឹកនាំជាប្រចាំហេតុផលមួយដែលវាទៅជាដូច្នេះគឺមកពីការចិញ្ចឹមបីបាច់នេះឯងខ្ញុំធំធាត់ឡើងក្នុងគ្រួសារដែលផ្ដល់ក្តីស្រឡាញ់ទើបខ្ញុំគិតបែបខុសឆ្គងថាការស្រឡាញ់អ្នកដទៃជាបន្តបន្ទាប់វានឹងជួយឲ្យសម្រេចជោគជ័យខ្ញុំថែមទាំងជាប់អន្ទាក់ទៀតថាខ្ញុំនឹងសម្រេចធ្វើតែរឿងណាដែលមនុស្សគ្រប់គ្នាព្រមទទួលយកនិងយល់ស្របប៉ុណ្ណោះខ្ញុំត្រូវជាប់ជាប់នៅត្រឹមកម្រិតទី2តទៅទៀតគឺដោយសារភាពទុនរបស់ខ្ញុំធ្វើឲ្យវាក្លាយជារឿងដែលមករាំងខ្ទប់ភាពជាអ្នកដឹកនាំរបស់ខ្ញុំរហូតដល់ពេលជួបវិបត្តិមួយដែលធ្វើឲ្យឃើញថាខ្លួនកំពុងធ្វើខុសរឿងនេះកើតឡើងពេលខ្ញុំទទួលតួនាទីជាគ្រូគង្វាលឆ្នាំដំបូងជាព្រះវិហារតូចមួយនៅតំបន់ជនបទភាគខាងត្បូងនៃរដ្ឋអ៊ីនឌាណាមួយឆ្នាំម្ដងអ្នកចូលមករួមពិធីនឹងធ្វើការបោះឆ្នោតថាតើគួរឲ្យគ្រូកង្វៀលនៅបំពេញតួនាទីបន្តឬយ៉ាងណាក្នុងឋានៈជាអ្នកដឹកនាំដែលមានអាយុតិចចូលមកក្នុងព្រះវិហារឆ្នាំដំបូងមិនថាជាធ្វើឬគិតរឿងអ្វីខ្ញុំតែងព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាមានសេចក្តីសុខព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធ្វើបែបនោះឲ្យបានហើយគិតថាខ្លួនគួរតែធ្វើបានសម្រេចលុះពេលចេញលទ្ធផលបោះឆ្នោតខ្ញុំគ្មានថ្ងៃភ្លេចលទ្ធផលបន្ទុកនោះឡើយអស់មួយជីវិតគឺយល់ព្រម31សំឡេងមិនយល់ព្រម1សំឡេងនិងអនុប្រវត្តិ1សំឡេងខ្ញុំស្ទើរគាំងបេះដូងបើគោលដៅរបស់អ្នកគឺការធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តវានឹងមិនមាននរណាម្នាក់មិនពេញចិត្តនោះទេរឿងនេះវាហាក់ដូចជាបរាជ័យខ្ញុំស្ទើរតែមិនជឿទាល់តែសោះថាមានមនុស្សមិនចូលចិត្តខ្ញុំហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺមានមនុស្សមិនខ្វល់ថានឹងជ្រើសយកខាងណាយប់នោះក្រោយពីមនុស្សគ្រប់គ្នាត្រឡប់ទៅផ្ទះខ្ញុំទូរស័ព្ទទៅរកឪពុកខ្ញុំប្រាប់គាត់ថាពុកមិនដឹងថាខ្ញុំគួរធ្វើយ៉ាងណាទេគួរនៅបន្តឬគួរចាក់ចេញរួចខ្ញុំក៏នឹកឆ្ងល់នៅពេលឮឪពុកខ្ញុំសើចនៅខ្សែម្ខាងទៀត
កូនអើយជឿពុកចោះថាកូនគួរតែនៅបន្តទៀតឪពុកឆ្លើយនោះគឺជាលទ្ធផលបោះឆ្នោតដ៏ល្អបំផុតរបស់កូនហើយខ្ញុំក៏នៅបន្តទៅទៀតតែក៏នៅតែបំពេញតួនាទីជាអ្នកដឹកនាំមិនទាន់បានល្អដដែលរយៈពេល2 3ខែក្រោយមកខ្ញុំតែងសួរខ្លួនឯងនៅសំណួរពីរថាតើនរណាទៅជាអ្នកមិនបោះឆ្នោតឲ្យខ្ញុំនិងថាតើខ្ញុំធ្វើអ្វីខុសទៅកង្វះភាពចាស់ទុំធ្វើឲ្យខ្ញុំគិតថាអ្នកដឹកនាំល្អទាល់តែបានទទួលការទទួលស្គាល់ពីមនុស្សគ្រប់គ្នាអ្នកដឹកនាំល្អមិនចាំបាច់ត្រូវទៅលំបាកគិតពីរឿងខ្វែងគំនិតគ្នាហើយគិតវេះមិនព្រមសម្រេចចិត្តរឿងពិបាកនោះទេបើគិតមើលទៅឪពុកខ្ញុំនិយាយត្រូវនោះជាលទ្ធផលឆ្នោតដ៏ល្អបំផុតដែលខ្ញុំធ្លាប់ទទួលបានខ្ញុំលងនឹងការគិតបែបខុសឆ្គងអស់រយៈពេលជាច្រើនខែហើយក៏ចាប់គិតពិចារណាឡើងវិញថាតើបញ្ហាពិតប្រាកដរបស់ខ្ញុំគឺអ្វីគឺការចង់បំពេញចិត្តអ្នកដទៃនោះឯងគោលដៅរបស់ខ្ញុំគឺធ្វើឲ្យមនុស្សគ្រប់គ្នាមានសេចក្តីសុខនោះគឺជាគោលដៅដែលខុសក្នុងឋានៈជាអ្នកដឹកនាំគោលដៅរបស់ខ្ញុំគួរតែជាការជួយអ្នកដទៃពុំមែនចាំតែធ្វើឲ្យពួកគេមានសេចក្តីសុខនោះទេការចេះគិតនៅគ្រានោះជួយផ្លាស់ប្ដូរភាពជាអ្នកដឹកនាំរបស់ខ្ញុំវាគឺជាលើកដំបូងដែលខ្ញុំបានរំដោះខ្លួនឲ្យមានឥស្សរភាពមិនคล้ายទៅជាចំណាប់ខ្មាំងដោយសារតែមតិយោបល់របស់មនុស្សគ្រប់គ្នាខ្ញុំបានតាំងចិត្តធ្វើអ្វីដែលខ្ញុំគិតថាវាល្អបំផុតហើយសម្រាប់អង្គភាពនិងអ្នកដទៃកិច្ចការរបស់ខ្ញុំពុំមែនជាការធ្វើឲ្យមនុស្សគ្រប់គ្នាមានសេចក្តីសុខនោះទេហើយវាក៏មិនអាចទៅរួចផងដែរការឆ្វេងយល់ច្បាស់ពីរឿងនេះធ្វើឲ្យខ្ញុំមានសេចក្តីក្លាហានឡើងហើយសម្លឹងមើលពិភពលោកទៅតាមសភាពពិតជាក់ស្ដែងកាន់តែច្រើនខ្ញុំត្រូវបង្កើនភាពជាអ្នកដឹកនាំក្នុងផ្នែករឹងដែលពីដើមធ្លាប់មានតែពូកែក្នុងផ្នែកទុនគឺចូលចិត្តតែការចងសម្ព័ន្ធភាពជាមួយអ្នកដទៃចំណែកអ្នកដទៃក៏ត្រូវរៀនសូត្រផ្នែកទុនហើយយកទៅរួមនឹងផ្នែករឹងគោលគឺការសាងស្នាដៃនេះឯងរឿងសំខាន់គឺអ្នកត្រូវមានទាំងពីរផ្នែកបើពូកែតែទៅលើការចងសម្ព័ន្ធភាពតែគ្មានស្នាដៃអ្នកនិងក្រុមការងារប្រហែលមិនរីកចម្រើនទៅណាទេប៉ុន្តែបើមានតែស្នាដៃហើយមិនចេះចងសម្ព័ន្ធភាពអ្នកអាចរីកចម្រើនទៅបានត្រឹមតែបន្តិចបន្តួចក្នុងដំណាក់កាលដំបូងតែនឹងធ្លាក់មកជាប់គាំងក្នុងរយៈពេលវែងព្រោះអ្នកធ្វើឲ្យមនុស្សនាំគ្នាដកខ្លួនចេញឬធ្វើឲ្យមនុស្សទាំងនោះអស់កម្លាំងចិត្តការមិនរៀនសូត្រទាំងពីរផ្នែកភាពជាអ្នកដឹកនាំនឹងមិនទទួលជោគជ័យឡើយគុណវិបត្តិទី2ភាពជាអ្នកដឹកនាំដែលពឹងលើការទទួលស្គាល់អាចធ្វើឲ្យមនុស្សមានមហិច្ឆតាខ្ពស់មានអារម្មណ៍ធុញថប់មនុស្សដែលមានមហិច្ឆតាខ្ពស់សុទ្ធតែចង់ធ្វើការឲ្យធ្លុះធ្លាយចប់ស្រេចបាច់ភ្លាមមនុស្សប្រភេទនេះមិនសូវចូលចិត្តពន្យារងចាំនរណាឬអ្វីៗទាំងអស់តែការអត់ធ្មត់រងចាំចាត់ទុកជារឿងសំខាន់ជាខ្លាំងសម្រាប់ភាពជាអ្នកដឹកនាំដែលពឹងលើការទទួលស្គាល់ការយងសម្ព័ន្ធភាពត្រូវចំណាយពេលដែលវាជារឿងត្រូវដំណើរការទៅយ៉ាងយឺតបើអ្នកមានសមាជិកក្រុមជាអ្នកមានមហិច្ឆតាខ្ពស់ដែលមិនខ្វល់ពីរឿងចងសម្ព័ន្ធភាពជាមួយអ្នកដទៃចំណែកម្នាក់ទៀតចូលចិត្តចងសម្ព័ន្ធភាពតែបែរជាមិនព្រមយកវាទៅប្រើជាប្រយោជន៍នោះទាំងពីរករណីនេះចាត់ទុកថាមិនល្អទាំងពីរតាមពិតទៅហេតុផលដែលអ្នកដឹកនាំភាគច្រើនឡើងទៅមិនដល់កម្រិតទី3គឺមកពីជាប់ជំពាក់ទៅនឹងរឿងសម្ព័ន្ធភាពខ្លាំងពេករហូតភ្លេចពីគោលដៅសំខាន់នៃភាពជាអ្នកដឹកនាំនោះគឺការជួយឲ្យអ្នកដទៃបានធ្វើការរួមគ្នាបោះជំហានទៅមុខនិងសម្រេចគោលដៅឲ្យធ្លុះធ្លាយប្រសិនបើមិនយកសម្ព័ន្ធភាពទៅប្រើឲ្យកើតជាប្រយោជន៍នោះទេអ្នកដើរតាមដែលមានមហិច្ឆតាខ្ពស់ដែលពុះពៀសម្រាប់ស្នាដៃក៏នឹងមានអារម្មណ៍ធុញថប់មិនចង់រងចាំតទៅទៀតកាលបើដូច្នេះគេនឹងងាកទៅព្យាយាមធ្វើរឿងពីរយ៉ាងគឺចូលមកគ្រប់គ្រងកិច្ចការជំនួសឬមួយលាឈប់ក្នុងឋានៈជាអ្នកដឹកនាំអ្នកត្រូវមានភាពជាអ្នកដឹកនាំទាំងពីរកម្រិតទើបអាចទទួលជោគជ័យបានបើអ្នកជាមនុស្សមានមហិច្ឆតាខ្ពស់ហើយមិនខ្វល់នឹងការយកសម្ព័ន្ធភាពទៅប្រើនៅក្នុងភាពជាអ្នកដឹកនាំអ្នកអាចគិតថាគ្មានភាពចាំបាច់ត្រូវចងសម្ព័ន្ធភាពជាមួយអ្នកដទៃដើម្បីធ្វើជាអ្នកដឹកនាំល្អឡើយសម្រាប់ខ្ញុំអ្នកដឹកនាំមិនចាំបាច់ឈានទៅក្នុងកម្រិតទី2ទេខ្ញុំគ្រាន់តែសូមជម្រាបថាប្រសិនបើអ្នកនៅតែឈ្នះអ្នកនៅតែទទួលជោគជ័យមនុស្សនឹងព្រមធ្វើតាមអ្នកបើទោះបីជាអ្នកតឹងរឹងនឹងគេឬជាអ្នកដឹកនាំដែលពឹងមុខតំណែងតែទោះជាយ៉ាងណាបើអ្នកជំរុញឲ្យអ្នកដទៃធ្វើកិច្ចការដោយមិនព្រមងាកមកសាងសម្ព័ន្ធភាពនោះមុខជាមានមនុស្សមួយផ្នែកចង់ឃើញអ្នកទទួលបរាជ័យមានបំណុលមួយពោលថាបើអ្នកជន់ម្រាមដៃអ្នកដទៃដើម្បីឡើងទៅលើទីខ្ពស់ពួកគេអាចខ្ទាស់ជើងពេលអ្នកចុះមកវិញយ៉ាងហោចណាស់បើអ្នកផ្លាត់ជើង
ពួកគេនឹងស្រែកជ័យឃោសនៅពេលអ្នកធ្លាក់ចុះមកវិញនោះគុណវិបត្តិទី3អ្នកដឹកនាំដែលពឹងការទទួលស្គាល់អាចត្រូវគេយកប្រៀបមនុស្សដែលមានភាពជាអ្នកដឹកនាំបែបមិនចូលចិត្តសាងសម្ព័ន្ធភាពតែងត្រូវគេចាត់ទុកថាជាអ្នកដឹកនាំបែបសាច់ការចំណែកអ្នកដឹកនាំដែលផ្ដោតទៅលើមុខតំណែងតែងប្រើតំណែងបង្កើតគម្លាតរវាងអ្នកនៅក្រោមបញ្ជាដូចគ្នាដែរមនុស្សមានមហិច្ឆតាខ្ពស់ពេលខ្លះក៏ធ្វើឲ្យក្រុមការងារមានអារម្មណ៍ខ្លាចរឯងសម្រាប់អ្នកដឹកនាំដែលចូលចិត្តចងសម្ព័ន្ធភាពកូនចៅតែងតែចូលមកស្និទ្ធស្នាលកាន់តែខ្លាំងតែពេលខ្លះកូនចៅបែរជាយល់ខុសគិតថាចិត្តល្អគឺជាភាពទន់ជ្រាយហើយយល់ច្រឡំថាការលើកទឹកចិត្តអាចឲ្យខ្លួនមិនចាំបាច់គោរពព្រំដែនគិតតែខ្លួនឯងថាការផ្ដោតសិទ្ធិមានន័យថាពួកគេមានសិទ្ធិធ្វើអ្វីក៏បានតាមអំពើចិត្តដែលទីបំផុតពួកគេយកប្រៀបលើអ្នកដឹកនាំរបស់ខ្លួនខ្ញុំទទួលស្គាល់ថាខ្ញុំក៏ធ្លាប់ជួបរឿងបែបនេះដែរពេលឲ្យកម្លាំងចិត្តអ្នកដទៃអ្នកខ្លះយករឿងនេះទៅធ្វើជាប្រយោជន៍ឬទៅច្នៃប្រឌិតជារឿងល្អប៉ុន្តែអាចមានអ្នកខ្លះទៀតឆក់ឱកាសយកប្រយោជន៍ពីរឿងនេះការចងសម្ព័ន្ធភាពជិតស្និទ្ធនឹងអ្នករួមការងារធ្វើឲ្យកើតមិត្តភាពយូរអង្វែងអស់មួយជីវិតនេះជារឿងដែលខ្ញុំចូលចិត្តជាខ្លាំងតែរឿងនេះអាចបង្កើតរឿងខកចិត្តអស់មួយជីវិតបានដូចគ្នាពេលចងសម្ព័ន្ធភាពជាមួយអ្នកដទៃក្នុងកម្រិតទី2ខ្ញុំជឿថាអ្នកនឹងរកឃើញមានមនុស្ស4ប្រភេទគឺប្រភេទទី1អ្នកចាំតែទទួលគឺជាអ្នកដែលយកសម្ព័ន្ធភាពទៅធ្វើឲ្យចម្រើនដល់ខ្លួនឯងតែមិនបានធ្វើឲ្យអ្នកនិងអ្នកដទៃបានចម្រើនផងទេមនុស្សប្រភេទនេះពឹងទៅលើអំណាចអូសទាញឬឥទ្ធិពលរបស់អ្នកទៅកើបយកប្រយោជន៍សម្រាប់តែខ្លួនឯងប្រភេទទី2អ្នកអភិវឌ្ឍគឺជាអ្នកដែលប្រើសមត្ថភាពទៅក្នុងផ្លូវល្អធ្វើឲ្យខ្លួនគេនិងអ្នកបានល្អប្រសើរទាំងអស់គ្នាប្រភេទទី3អ្នកបានត្រឹមតែស្គាល់គឺជាអ្នកដែលចាំទាញយកប្រយោជន៍ពីការសេពគប់ជាមួយអ្នករួចហើយក៏ចប់ពួកគេរងចាំឲ្យមានអ្វីល្អៗកើតឡើងដល់ខ្លួនពេញចិត្តដែលបានកើបផលប្រយោជន៍ពីជោគជ័យអ្នកដទៃហើយមិនសូវគិតគូររឿងអភិវឌ្ឍខ្លួនឯងទេប្រភេទទី4កល្យានមិត្តគឺជាអ្នកដែលពេញចិត្តនឹងការសេពគប់ជាមួយអ្នកហើយតបស្នងនឹងបំណងល្អរបស់អ្នកមកវិញព្រមទាំងមិនកាប់កេងបែបអយុត្តិធម៌ការចងសម្ព័ន្ធភាពជារឿងប្រថុយប្រថានមួយពិតណាស់ថាអ្នកអាចប្រុងប្រយ័ត្នមិនព្រមចងសម្ព័ន្ធភាពជាមួយអ្នកដទៃដើម្បីកុំឲ្យស្ដាយក្រោយប៉ុន្តែការធ្វើបែបនេះវាធ្វើឲ្យអ្នកគ្មានឱកាសបានស្គាល់សម្ព័ន្ធភាពជ្រាលជ្រៅនិងដែលមានគុណតម្លៃហើយដែលវាអាចធ្វើឲ្យជីវិតរបស់អ្នកនិងអ្នកដទៃបានល្អប្រសើរខ្ញុំសង្ឃឹមថាអ្នកនឹងជ្រើសយកការចងសម្ព័ន្ធភាពជាមួយអ្នកដទៃខ្ញុំសម្រេចចិត្តធ្វើបែបនោះតាំងពីចាប់ផ្ដើមធ្វើការហើយទោះបីជាវាធ្លាប់ឈឺចាប់ព្រមទាំងធ្លាប់ត្រូវអ្នកដទៃយកប្រៀបខ្ញុំក៏មិនស្ដាយក្រោយមានមនុស្សភាគច្រើនបានគោរពទៅលើចំណងសម្ព័ន្ធភាពនិងប្រតិបត្តិចំពោះរឿងនេះយ៉ាងត្រឹមត្រូវហើយថែមទាំងជួយបន្ថែមគុណតម្លៃដល់ខ្ញុំយ៉ាងច្រើនអនេកគុណវិបត្តិទី4ភាពជាអ្នកដឹកនាំដែលពឹងលើការទទួលស្គាល់និងមានប្រសិទ្ធភាពបានលុះត្រាតែបើកចិត្តទទួលស្គាល់ការពិត Rick Warren អ្នកនិពន្ធនិងជាគ្រូកងវិលបានកត់សម្គាល់ថាអ្នកអាចធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍ពីចម្ងាយតែបើចង់អូសទាញឬជំរុញឲ្យគេធ្វើអ្វីផ្សេងអ្នកត្រូវជិតស្និទ្ធនឹងពួកគេទាំងនោះតែពេលធ្វើបែបនេះពួកគេនឹងមើលឃើញចន្លោះប្រហោងរបស់អ្នកប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Warren និយាយថាគុណសម្បត្តិដែលចាំបាច់បំផុតនៃភាពជាអ្នកដឹកនាំពុំមែនភាពល្អឥតខ្ចោះទេតែគឺភាពគួរឲ្យជឿជាក់មនុស្សអាចទុកចិត្តមកលើអ្នកបានមនុស្សភាគច្រើនមិនចង់ទទួលស្គាល់កំហុសរបស់ខ្លួនមិនចង់បង្ហាញឲ្យអ្នកដទៃឃើញកំហុសព្រមទាំងមិនចង់ប្រឈមមុខនឹងចំណុចខ្សោយរបស់ខ្លួនពួកគេមិនចង់ឲ្យនរណាម្នាក់រកឃើញរឿងទាំងនេះទេមូលហេតុដែលមនុស្សខ្លះមិនព្រមស្និទ្ធស្នាលនឹងអ្នកដទៃច្រើនពេកគឺអាចបណ្ដាលមកពីគុណវិបត្តិរបស់ខ្លួនលុះពេលបានទទួលតំណែងជាអ្នកដឹកនាំក៏មានអារម្មណ៍ថាកាន់តែត្រូវលាក់បាំងចំណុចខ្សោយឲ្យជិតមនុស្សភាគច្រើនជឿថាខ្លួនត្រូវបង្ហាញភាពខ្លាំងតាមលំនាំជាអ្នកដឹកនាំប៉ុន្តែទោះជាយ៉ាងណាបើអ្នកដឹកនាំព្យាយាមវារឹកក្រអឺតក្រទមជាមួយក្រុមការងារនោះនឹងមិនអាចចងសម្ព័ន្ធភាពដោយសុទ្ធចិត្តបានឡើយដើម្បីចងសម្ព័ន្ធភាពដោយសុទ្ធចិត្តក្នុងកម្រិតទទួលស្គាល់អ្នកដឹកនាំត្រូវស្មោះត្រង់ត្រូវហ៊ានទទួលស្គាល់កំហុសរបស់ខ្លួនទទួលស្គាល់គុណវិបត្តិនិងត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួននិយាយឲ្យខ្លីគឺត្រូវហ៊ានធ្វើជាម្ចាស់ការលើខ្លួនឯងដែលនេះជាផ្នែកទុនសម្រាប់អ្នកដឹកនាំហើយមែនទែនទៅនេះគឺជាហេតុផលសំខាន់មួយប្រការដែលអ្នកដឹកនាំជាច្រើនមិនអាចឈានចេញផុតពីភាពជាអ្នកដឹកនាំកម្រិតទី1ទៅរកកម្រិតទី2បាន
គុណវិបត្តិទី5ភាពជាអ្នកដឹកនាំដែលពឹងលើការទទួលស្គាល់និងជួបការលំបាកសម្រាប់មនុស្សដែលពិបាកសេពគប់បើហ៊ានទទួលស្គាល់ការពិតអ្នកត្រូវទទួលស្គាល់ថាមនុស្សខ្លះពិតជាមានទេពកោសល្យក្នុងការសេពគប់មនុស្សមែនគេអាចចងសម្ព័ន្ធភាពជាមួយអ្នកដទៃបានល្អទើបកម្រិតទី2ទៅជារឿងធម្មតាសម្រាប់មនុស្សប្រភេទនេះចុះសម្រាប់អ្នកដែលគ្មានទេពកោសល្យក្នុងការរួមសហការជាមួយអ្នកដទៃគឺពួកគេលំបាកក្នុងការឈានទៅកម្រិតទី2ដូច្នេះបើពួកគេចង់ឲ្យមានការទទួលស្គាល់ពីអ្នកដទៃពួកគេត្រូវធ្វើឲ្យខ្លួនឯងទៅជាមនុស្សគួរឲ្យចង់សេពគប់ជាមុនខ្ញុំបានសង្កេតឃើញមនុស្សដែលធ្វើការជាមួយអ្នកដទៃមិនល្អអស់រយៈពេលជាច្រើនឆ្នាំហើយសួរខ្លួនឯងថាតើមកពីហេតុអ្វីសរុបទៅគឺដោយភាគច្រើនគឺមនុស្សដែលមិនគួរឲ្យសេពគប់ច្រើនតែជាមនុស្សមិនសូវពេញចិត្តអ្នកដទៃខ្ញុំមិនចង់និយាយថាពួកគេស្អប់អ្នកដទៃនោះទេតែចង់មានន័យថាពួកគេមិនយកចិត្តទុកដាក់នឹងអ្នកដទៃឲ្យច្រើនល្មមនិងអាចចងសម្ព័ន្ធភាពជាមួយពួកគេបានខ្ញុំជឿថាមនុស្សយើងគ្មានផ្លូវនាំមុខអ្នកដទៃបានទេលុះត្រាតែយើងសុខចិត្តនៅពីក្រោយអ្នកដទៃហើយសួរថាតើយើងធ្វើបែបនោះបានដូចម្ដេចនិងថាតើអាចធ្វើជាមនុស្សគួរឲ្យសេពគប់បានដូចម្ដេចសូមប្រតិបត្តិដូចខាងក្រោមសម្រាប់ចិត្តថានឹងខំយកចិត្តទុកដាក់លើអ្នកដទៃការពេញចិត្តនិងការយកចិត្តទុកដាក់លើអ្នកដទៃជាជំរឿសដែលអ្នកអាចអនុវត្តបានបើអ្នកនៅមិនទាន់បានធ្វើទេសូមសម្រេចចិត្តធ្វើរឿងនេះទៅសម្លឹងរកមើលរបស់អ្វីដែលគួរឲ្យសេពគប់ក្នុងខ្លួនមនុស្សគ្រប់គ្នាដែលអ្នកបានជួបរបស់នោះតែងតែមានជានិច្ចចូលសាកល្បងរកឲ្យឃើញសម្លឹងរកមើលថាតើខ្លួនឯងមានអ្វីគួរឲ្យសេពគប់ហើយព្យាយាមរកគ្រប់វិធីសាស្ត្រឲ្យអ្នកដទៃបានស្គាល់ត្រង់នោះព្យាយាមបង្ហាញឲ្យឃើញថាសប្តាហ៍ថ្ងៃអ្នកចូលចិត្តអ្វីក្នុងខ្លួនអ្នកដទៃបើចង់ឲ្យអ្នកដទៃទទួលស្គាល់និងធ្វើជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពនៅក្នុងកម្រិតទី2អ្នកត្រូវចេះពេញចិត្តអ្នកដទៃនិងធ្វើខ្លួនគួរឲ្យគោរពស្រឡាញ់គុណវិបត្តិទី6ភាពជាអ្នកដឹកនាំដែលពឹងលើការទទួលស្គាល់ចាំបាច់ត្រូវទទួលស្គាល់ទាំងគុណសម្បត្តិនិងគុណវិបត្តិ Henry Ford ស្ថាបនិកផ្នែកយានយន្តធ្លាប់សួរថាហេតុអ្វីខ្ញុំចាំបាច់ត្រូវយកមនុស្សមកទាំងមូលបើតាមពិតទៅខ្ញុំត្រូវការតែដៃមួយគូនោះទទួលស្គាល់វាទៅសម្ព័ន្ធភាពជារឿងជ្រាលជ្រៅនិងស្មុគស្មាញអ្នកដឹកនាំជាច្រើនភ្ជាប់សម្ព័ន្ធភាពជាមួយអ្នកដទៃចំពោះតែរឿងការងារប៉ុណ្ណោះតែតាមពិតនៅពេលដឹកនាំនរណាអ្នកនឹងទទួលយកបុគ្គលនោះមកទាំងមូលរួមទាំងគុណវិបត្តិផ្សេងៗរឿងជីវិតនៅក្នុងគ្រួសារបញ្ហាសុខភាពនិងឥរិយាបថចម្លែកផងដែរអ្នកដឹកនាំដ៏ល្អនឹងដឹងពីភាពសំខាន់នៃភាពជាអ្នកដឹកនាំគឺការត្រូវជួបជាមួយមនុស្សព្រមទាំងត្រូវប្រឈមនឹងចំណុចល្អចំណុចអាក្រក់និងរបស់ជាទីមិនពេញចិត្តក្នុងខ្លួនពួកគេផងដែរអ្នកដឹកនាំល្អតែងធ្វើបែបនេះក្នុងកម្រិតទី2 Warren Bennis និង Bert Nanner ជាអ្នកជំនាញផ្នែកភាពជាអ្នកដឹកនាំធ្លាប់បាននិយាយថាភាពជាអ្នកដឹកនាំត្រូវចាត់ទុកយកមនុស្សជារឿងសំខាន់សាកលវិទ្យាល័យនិងស្ថាប័នទាំងឡាយសុទ្ធតែធ្វើខុសឆ្គងដែលផ្ដោតទៅលើរឿងបរិមាណជាធំផ្ដោតមិនចំទៅលើបញ្ហាចម្បងរួមទាំងការសិក្សាផ្នែកសម្ព័ន្ធភាពមនុស្សយើងឃើញថាតំណែងកាន់តែខ្ពស់ការងារក៏កាន់តែជាប់តាក់ទងនឹងមនុស្សកាន់តែខ្លាំងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់យើងចំណាយពេលប្រហែល 90% ទៅលើរឿងស្មុគស្មាញដោយសារតែបញ្ហារបស់មនុស្សខ្ញុំគិតថាប្រសិនបើហ៊ានទទួលស្គាល់ការពិតត្រូវទទួលស្គាល់ថាភាពស្មុគស្មាញដែលកើតឡើងដោយសារអ្នកដទៃធ្វើឲ្យភាពជាអ្នកដឹកនាំពុំមែនជារឿងគួរឲ្យរីករាយទេជាញឹកញាប់ដែលយើងស្គាល់អ្នកដទៃរួចហើយចាប់ផ្ដើមមើលឃើញចំណុចខ្វះខាតរបស់អ្នកទាំងនោះទើបចាប់ផ្ដើមភ្លឺភ្នែកបើកាន់តែទទួលបានមេរៀនពីអ្នកដទៃច្រើនប៉ុណ្ណាអ្នកអាចខកចិត្តកាន់តែច្រើនប៉ុណ្ណោះព្រោះមនុស្សយើងសុទ្ធតែមានភាពមិនល្អឥតខ្ចោះហើយមានចរិតខ្លះគួរឲ្យធុញទ្រាន់ពួកយើងសុទ្ធតែអាចមានកំហុសឆ្គងដូច្នេះយើងត្រូវរៀនសូត្រពីការទទួលស្គាល់រវាងគ្នានឹងគ្នានិងថែមទាំងអាចធ្វើការជាមួយគ្នាតទៅទៀតបានក្នុងឋានៈជាអ្នកដឹកនាំអ្នកអាចមានអារម្មណ៍ចង់សាងសម្ព័ន្ធភាពចំពោះតែមនុស្សដែលអ្នកចូលចិត្តឬចុះសម្រុងជាមួយហើយមិនយកចិត្តទុកដាក់អ្នកដទៃផ្សេងទៀតដែលនៅសល់ប៉ុន្តែការធ្វើបែបនេះវានឹងធ្វើឲ្យអ្នកត្រូវបាត់បង់មនុស្សអស់ជាច្រើនត្រូវចងចាំថាទោះបីភាពដូចគ្នាអាចចងសម្ព័ន្ធភាពរលូនតែភាពដោយឡែកពីគ្នាវានឹងធ្វើឲ្យសម្ព័ន្ធភាពនោះមានរបស់ប្លែកៗគួរឲ្យចាប់អារម្មណ៍អ្នកដឹកនាំល្អក្នុងកម្រិតទី2នឹងអាចទប់ទល់ជាមួយភាពដោយឡែកពីគ្នាទាំងនេះបានល្អហើយយករឿងនេះទៅប្រើជាប្រយោជន៍ដល់ក្រុមការងារនិងអង្គភាពអ្នកដឹកនាំល្អអាចមើលឃើញដល់ការពិតដ៏គួរឲ្យឈឺចាប់គេមើលឃើញចំណុចអាក្រក់របស់អ្នកដទៃហ៊ានប្រឈមនឹងការពិតមិនគេចវេះពីបញ្ហាតែគេស្វែងរកដំណោះស្រាយ
Frederick Douglass ជាអ្នកដឹកនាំការលុបបំបាត់ទាសភាពលោកពោលថាបើមិនព្រមសាបព្រោះវាក៏គ្មានថ្ងៃបានផលបើគ្មានផ្លេកបន្ទោនិងផ្គរលាន់ទេនោះភ្លៀងក៏គ្មានថ្ងៃធ្លាក់មកដែរអ្នកដឹកនាំដែលចេះចងសម្ព័ន្ធភាពជាមួយអ្នកដទៃតែងយល់ច្បាស់ថាភាពខ្វែងគំនិតគ្នាជាផ្នែកមួយនៃការរីកចម្រើនហើយភាពខ្វែងគំនិតគ្នានេះតែងប្រព្រឹត្តទៅក្នុងផ្លូវស្ថាបនាចំណុចសំខាន់នៅក្នុងកម្រិតទី2គឺចំណុចលំបាកភាគច្រើននៃភាពជាអ្នកដឹកនាំស្ថិតលើការត្រូវជួបឬប្រឈមជាមួយមនុស្សបើអ្នកយកចិត្តទុកដាក់ហើយស្វែងយល់ពីពួកគេអ្នកនឹងដឹងថារឿងអ្វីៗពុំមែនសុទ្ធតែអាចប្រព្រឹត្តទៅដោយរលូននោះទេបើអ្នកជៀនចូលទៅរកភាពជាអ្នកដឹកនាំក្នុងកម្រិតទទួលស្គាល់ហើយត្រៀមចិត្តបែបនេះទុកជាមុនវានឹងរំដោះអ្នកឲ្យបំពេញតួនាទីជាអ្នកដឹកនាំប្រកបដោយឥរិយាបថល្អហើយមានចិត្តទូលំទូលាយអ្នកនឹងដឹងថាដរាបណាជីពចូលនៅដើរយើងនៅតែប្រឈមមុខនឹងស្ថានភាពលំបាកស្មុគស្មាញជាមួយគ្នាតរៀងទៅនៅក្នុងវីដេអូបន្ទាប់នឹងនិយាយអំពីប្រការគួរធ្វើបំផុតក្នុងកម្រិតទី2សូមអរគុណសម្រាប់ការទស្សនា